នេះគឺជាសារបន្ទាន់ពីសម្ដេចថាបតីហ៊ុនម៉ាណែតសម្ដេចបវរថាបតីហ៊ុនម៉ាណែតប្រាប់មេដឹកនាំអាស៊ាននិងមេដឹកនាំធំៗលើពិភពលោកពីផែនការដែលយោធាថៃមានបំណងប្រើប្រាស់កម្លាំងដណ្ដើមយកទឹកដីកម្ពុជាចំនួន17ទីតាំងផ្សេងទៀតប្រភព Fresh News ភ្នំពេញសម្ដេចបវរថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃបរិជាណាចក្រកម្ពុជាបានផ្ញើសារទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានបច្ចុប្បន្នព្រមទាំងមេដឹកនាំធំៗលើពិភពលោកពីផែនការដែលយោធាថៃមានបំណងប្រើប្រាស់កម្លាំងដណ្ដើមយកទឹកដីកម្ពុជានៅទីតាំង17កន្លែងផ្សេងទៀតនិងក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុងដែលស្ថិតនៅប៉ែកខាងលិចនិងប៉ែកនិរតីនៃប្រទេសកម្ពុជានាយកទៅតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី17ខែកញ្ញាឆ្នាំ2025នេះដែលសេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ពីសារសំខាន់របស់សម្ដេចបវរថាបតីហ៊ុនម៉ាណែតបានផ្ញើសារជូនលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានបច្ចុប្បន្នព្រមទាំងថ្នាក់ដឹកនាំពិភពលោកនានាដែលរួមមានលោកស៊ីជីនពីងប្រធានាធិបតីចិនលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកលោកអង់តូនីញ៉ូហ្គាតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិនិងលោកស្រីអាណាលេណាពេណាបប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះសម្ដេចបវរថាបតីហ៊ុនម៉ាណែតបានបញ្ជាក់ប្រាប់មេដឹកនាំធំៗលើពិភពលោកដូចនេះថាផ្អែកលើប្រភពគួរឲ្យទុកចិត្តបានយោធាថៃបំណងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមយកទឹកដីកម្ពុជា17ទីតាំងផ្សេងទៀតនៅក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុងដែលស្ថិតនៅប៉ែកខាងលិចនិងប៉ែកនិរតីនៃប្រទេសកម្ពុជាសម្ដេចបវរថាបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាសកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃគឺផ្អែកលើផែនទីខ្នាត 1.50000 គូជាឯកតោភាគីដែលផ្ទុយពីផែនទីខ្នាត 1.2 សែនដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នាជាសមិទ្ធផលនៃការងារខណ្ឌសីមាព្រំដែនគណៈកម្មាធិការព្រំដែនរវាងឥណ្ឌូចិននិងសៀមដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907រវាងបារាំងនិងសៀមទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ ICJ និងថែមទាំងបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជានិងថៃក្នុងអនុសារណៈនៃការយោគយល់គ្នាស្តីពីការវាស់វែងនឹងខណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខានៅថ្ងៃទី14ខែមិថុនាឆ្នាំ2000អនុសារណៈឆ្នាំ2000នេះបានចុះបញ្ជីនៅអង្គការសហប្រជាជាតិដោយប្រទេសថៃនៅថ្ងៃទី25ខែឧសភាឆ្នាំ2011និងមានបោះពុម្ពផ្សាយនៅក្នុងបញ្ជីកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិសម្ដេចបវរថាបតីហ៊ុនម៉ាណែតបានបន្ថែមថាសកម្មភាពឯកតោភាគីរបស់ថៃគឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគីដែលជាការបំពានដោយផ្ទាល់លើអនុសារណៈឆ្នាំ2000អាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា JBC និងការបដិញ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅនិងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគនេះពេលថ្មីនេះដែលថាភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើតឡើងភាពតានតឹងឬពង្រាយវិសាលភាពនិងទំហំចំនួនវិធានការជាឯកតោភាគីទាំងនេះរួមមានការអនុវត្តច្បាប់អាញាសិទ្ធិថៃលើទឹកដីកម្ពុជាដែលជាការរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជាដែលមិនអាចទទួលយកបាននិងជាការរំលោភយ៉ាងជាក់លាក់ច្បាស់ចំពោះច្បាប់អន្តរជាតិរួមទាំងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិរដ្ឋធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនៃកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍លើពីនេះសកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កឲ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សាអញ្ចឹងនេះគឺជាសារដ៏សំខាន់របស់សម្ដេចបវរថាបតីហ៊ុនម៉ាណែតផ្ញើទៅថ្នាក់ដឹកនាំកម្ពុជាប្រិមិត្តមេត្តាស្ដាប់ហើយ share ចែកចំណែកនិង comment តាមការគូសូមអរគុណ